ប្តីបានចាក់សាក់ពីលើស្នាមរបស់ប្រពន្ធវាជានិមិត្តរូបស្នេហាតែភ្លាមនោះពេលងាកចេញគាត់ក៏ប្រញាប់រត់ចូលបន្ទប់ទឹកអ៊ូចង្អោរនៅមាត់បង្គន់ការពិតគាត់ធុញទ្រាន់នឹងប្រពន្ធយូរណាស់ហើយតែដើម្បីរក្សារូបភាពប្តីល្អគាត់ក៏សុខចិត្តទ្រាំរាល់ពេលប្រពន្ធចង់រួមរឹកគាត់តែងសម្ដែងការអាណិតអាសូរថាដឹងហើយថាគាត់ពិបាកចិញ្ចឹមកូនស្រីមិនចង់ឲ្យអ្នកជួបរឿងហត់ដូចនេះទៀតនិយាយរួចគាត់ក៏លេសថាទៅខ្ញុំមានការងារក៏ដើរចេញទៅភ្លាមដំបងឡើយប្រពន្ធក៏នៅតែឆោតល្ងងនាងជឿថាប្តីពិតជាមិនចង់ឲ្យនាងទទួលរងទុក្ខរហូតដល់ថ្ងៃមួយស្រីក្មេងម្នាក់មកដល់ផ្ទះសុំឲ្យគាត់ជួយរត់ឯកសារប្តឹងផ្តល់ឲ្យប្រពន្ធសង្សារនាងព្រមលែងលះហើយបណ្ដេញចេញពេលដែលនាងប្រពន្ធឃើញឯកសារដែលមានរូបថតបុរសនោះទើបដឹងថាជាប្តីរបស់នាងតែប្តីមិនបានលាតត្រដាងការពិតប្រាប់ទៅស្រីក្មេងនោះទេសង្សារអ្នករៀបការហើយមែនទេរៀបការហើយយ៉ាងម៉េចក្នុងរឿងស្នេហានេះអ្នកទី3ស្ដាប់សម្ដីនាងអំពីរឿងស្នេហាតែស្ត្រីនោះមិនខឹងទេអ្នកទាំងពីរនៅជាមួយហើយជួបគ្នាមិនដែរនាងថា6 ឆ្នាំហើយ6 ឆ្នាំមុននាងនៅមន្ទីរពេទ្យឃើញបរោះភ័យខ្លាចនាងក៏ហុចស្គរគ្រាប់លួងលោមគ្រួសារនឹងមានសុវត្ថិភាពសម្ដីសាមញ្ញនេះហើយឆក់យកបេះដូងចាប់ផ្ដើមស្នេហា6 ឆ្នាំមុនគឺថ្ងៃនេះនាងសម្រាលកូនស្រីដោយកម្លាំងទាំងអស់នាងមិននឹកស្មានថានាងសម្រាលប្តីនាងបែរជាទៅមានស្នេហាថ្មីគ្រាន់តែសួរទៅកាន់ស្រីនោះដឹងទេគាត់មានកូនហើយក្មេងនឹងចូលរៀនដឹងហើយមានបញ្ហាអីគាត់សន្យាជាមួយខ្ញុំហើយលែងលេះជាមួយប្រពន្ធថោធ្វើម្ដាយល្អទៅព្រោះកូននៅតូចមិនស្គាល់អ្នកណាទេខ្ញុំទទួលស្គាល់នាងក៏សួរប្លែកថាបើប្តីស្អប់ប្រពន្ធហេតុអ្វីព្រមលែងភរិយានៅតែប្រពន្ធគាត់មិនដឹងរឿងទាំងអស់នេះទេគាត់ស្អប់នាងខ្លាំងពេកគាត់ជាមនុស្សល្ងងមិននឹងមិនដឹងពេលនៅលើក្រែម្ដងគាត់ខ្លាំងណាស់គាត់ថានៅផ្ទះខូចអារម្មណ៍ក្មេងស្រីបានរៀបរាប់អំពីរឿងអាស្រូវរបស់ពួកគេក្តីសង្ឃឹមចុងក្រោយលើប្តីរលាយបាត់អស់ក្មេងស្រីថាខ្លួនបានទៅដោយក្តីរីករាយក៏បានទូរស័ព្ទភ្លាមទៅកាន់ជំនួយការឲ្យដកការវិនិយោគ$1000 លានពីក្រុមហ៊ុនប្តីនាងក៏បានថតជាមួយប្តីបោះរូបថតចូលធុងសម្រាមនាងដឹងខ្លួនទាំងស្រុងហើយស្នេហាមិនអាចទីបំផុតនាងក៏ប្រែក្លាយទៅជាក្តីអាថ៌កំបាំងនាងក៏ចាប់ផ្ដើមពិនិត្យមើលក្នុងកុំព្យូទ័ររាល់កំណត់ត្រាថែមទាំងរកឃើញទ្រព្យសម្បត្តិទាំងអស់ស្របពេលនោះសារនោះធ្វើឲ្យនាងខឹងសម្បាខ្លាំងព័ត៌មានក៏ត្រូវបានផ្ញើមកពេលឃើញប្តីធ្វើពុតជាស្រឡាញ់នាងមានអារម្មណ៍ចង់ក្អួតនេះរឹតតែធ្វើឲ្យនាងសម្រេចចិត្តហើយថាត្រូវតែហែកមុខបរោះនេះនៅរបាំងមុខខ្លែងខ្លាយនាងក៏ងើបភ្លាមផ្ទះយ៉ាងលឿនប្តីកំពុងនាំស្រីម្នាក់ដើរចូលតែចុះពីលើឡានហើយចូលក្នុងផ្ទះតែលួចពួននៅក្រៅបង្អួចនាងចង់ឃើញផ្ទាល់ភ្នែកថានឹងដោះស្រាយរឿងនេះស្ថានភាពដ៏អាម៉ាស់នេះគឺឪពុកម្ដាយក្មេកចំពោះស្រីម្នាក់នោះមានភាពកក់ក្ដៅខ្លាំងពួកគេដឹងរឿងនាងទាំងប្អូនថ្លៃប្រុសរឿងនេះមានតែនាងម្នាក់ឯងដែលដូចជាមនុស្សក្រៅគ្រួសារទាំងអស់គ្នាជំរុញឲ្យស្វាមីទៅរៀបការនឹងស្រីម្នាក់នោះសម្ដីរបស់ពួកគេមិនដឹងថាធ្លាប់បានទទួលគុណនាងទេគុណរបស់នាងស្វាមីក៏បានដោយសារនាងទើបបានមកឥឡូវនេះពួកគេបែរជារំលងទុកកាប់ចោលធ្វើឲ្យនាងតក់ស្លុតដល់ថ្នាក់គិតចង់យកកូនស្រីនាងទៅបាត់ព្រោះកូននេះរំខានស្នេហ៍គេស្ត្រីនៅក្រៅបង្អួចយីហើយទប់កំហឹងក្នុងចិត្តលែងបាននាងប្រាជ្ញាថានឹងធ្វើឲ្យក្រុមគ្រួសារនេះទទួលផលកម្មវិញដូច្នេះនាងក៏រុញទ្វារដើរចូលក្នុងផ្ទះបើជាពិធីជប់លៀងគ្រួសារមិនក៏មិនហៅខ្ញុំជាប្រពន្ធដំណឹង